ជំរាបសួរលោកវិជ្ជបណ្ឌិតចា៎ជំរាបសួរចាអ្វីទៅគេហៅថាគ្រោះនៅក្នុងតម្រងនោមនោះចាជំងឺគ្រោះនៅក្នុងតម្រងនោមហ្នឹងគឺជាគ្រោះដែលមាននៅក្នុងតម្រងនោមយើងទាំងពីរគ្រោះមានច្រើនប្រភេទហើយយើងស្ទឹងថាគ្មានគ្រោះណាដែលបង្កដោយសារធាតុតែមួយមុខទេចាអញ្ចឹងបានន័យថាគ្រោះហ្នឹងគឺមានយ៉ាងតិចបំផុតត្រូវមានសារធាតុ2ឬ3 4នៅក្នុងហ្នឹងដើម្បីគ្រោះហ្នឹងគឺរឹងដូចជាដុំគ្រោះនៅដូចដុំគ្រោះខាងក្រៅយើងអញ្ចឹងគឺរឹងអញ្ចឹងតែម្ដងហើយគ្រោះដែលជួបប្រទះញឹកញាប់ជាងគេគឺគ្រោះដែលមានសារធាតុផ្សំហ្នឹងជាតិកាល់ស្យូមហើយមិនមែនកាល់ស្យូមតែមួយមុខទេគឺមានកាល់ស្យូមជាមួយអុកសាឡាតឬកាល់ស្យូមជាមួយហ្វូស្វ័រឬមួយក៏វាមានហ្វូស្វ័រជាមួយអាម៉ូញ៉ាឬមួយជាច្រើនតទៅទៀតទៅចាថាតើមូលហេតុអីដែលវាបង្កឲ្យមានគ្រោះនេះចាបញ្ហាគឺយើងបែងចែកចេញជាពីរផ្នែកក្នុងទឹកនោមរបស់យើងដើម្បីបង្កបានជាគ្រោះក្នុងតម្រងនោមបានតើតើមានសារធាតុមួយចំនួនដែលមិនរលាយក្នុងទឹកនោមចាអញ្ចឹងយើងអាចឧទាហរណ៍បានស្រួលបំផុតថាឧបមាថាយើងមានទឹកមួយកែវតូចយើងប្រើប្រាស់ស្ករមួយដុំកាលណាយើងទឹកក្នុងកម្រិតច្រើនស្ករមួយដុំនេះយើងរលាយអស់លេងទៅហ្មងក្នុងទឹកហ្នឹងអញ្ចឹងបានន័យថាយើងចាក់ចោលទៅយើងអត់មានឃើញកំណកស្ករទេប៉ុន្តែបើសិនជាទឹកនឹងមានកម្រិតតិចហើយស្ករនឹងមួយដុំមានកម្រិតប៉ុណ្ណឹងវិញយើងសង្កេតឃើញយើងដាក់ចូលទៅឃើញកកស្ករនៅក្នុងបាតកែវហ្នឹងដូចគ្នាជាមួយបញ្ហាគ្រោះតម្រងនោមពីព្រោះអីបើសិនជាយើងក្នុងកម្រិតទឹកនោមយើងមានតិចអ្នកខ្លះមួយថ្ងៃនោមបានតែកន្លះទៅ1លីត្របើបរិភោគទឹកតិចអញ្ចឹងការទឹកនោមរបស់យើងក៏តិចអញ្ចឹងសារធាតុកុងសុងកាល់ស្យូមមួយចំនួនដូចជាកាល់ស្យូមដូចជាអុកសាឡាតឬមួយក៏សារធាតុមួយចំនួនផ្សេងៗដែលបង្កឲ្យមានជាគ្រោះហ្នឹងដែលមិននៅលើទឹកនោមហ្នឹងក្នុងទឹកហ្នឹងវាច្រើនការបង្កឲ្យទៅជាគ្រោះនៅក្នុងតម្រងនោមក៏មានភាគច្រើនដែរកាលណាកំហាប់មានកម្រិតខ្ពស់វាជាកត្តាបង្កឲ្យមានទៅជាគ្រោះតម្រងនោមអញ្ចឹងបានន័យសរុបសេចក្តីមកវិញកត្តាដែលធ្វើឲ្យមានគ្រោះនៅក្នុងតម្រងនោមគឺមានកត្តាពីរចម្បងទី1គឺកត្តាពាក់ព័ន្ធទៅនឹងកម្រិតទឹកដែលយើងបរិភោគហ្នឹងបញ្ហាមួយទៀតគឺបញ្ហាតាក់ទងទៅនឹងបុគ្គលហ្នឹងមានបញ្ហាផ្ទាល់តែម្ដងឧបមាថាដូចជាអាសាមានរលាកឬជំងឺនៅក្នុងផ្លោកនោមតម្រងនោមអីចឹងជឹកញាប់ហើយនឹងបុគ្គលមួយចំនួនគឺមានគេហៅថាធម្មជាតិកើតមកគឺទម្រង់ដែលមិនធម្មតានៅក្នុងផ្លូវតម្រងនោមរបស់យើងមិនអាចជៀសវាងបានទេអាហ្នឹងក៏ជាកត្តាបង្កឲ្យមានគ្រោះតម្រងនោមផងដែរតែយើងអាចដឹងបានទេយើងអាចដឹងបានគ្រោះនៅក្នុងតម្រងនោមដែលយើងជួបប្រទះគឺមានរឿងពីរកត្តាទី1គេហៅថាយើងអាចដឹងបានដោយចៃដន្យឧបមាថាបុគ្គលនឹងមានបញ្ហាផ្សេងដែលពាក់ព័ន្ធនៅចិត្តតម្រងនោមនឹងទេអញ្ចឹងបុគ្គលនឹងជួបនឹងគ្រូពេទ្យទៅគ្រូពេទ្យធ្វើជាអេកូទៅធ្វើរ៉ាឌីយ៉ូតាមពោះហ្នឹងស្រាប់តែគេលេចឃើញគ្រោះតម្រងនោមតែម្ដងហ្នឹងចាស់ជាការចៃដន្យអានឹងជារឿងចៃដន្យទី2អ្នកជំងឺគឺមានជារោគសញ្ញាបានន័យថាយើងមានគ្រោះនៅក្នុងតម្រងនោមហើយគ្រោះហ្នឹងវាបានចេញនៅពេលណាមួយនោះវាចេញពីក្នុងតម្រងនោមដោយសារកត្តាជាច្រើននៅមកដែលយើងដើរធ្វើដំណើរឆ្ងាយយើងបរិភោគទឹកមិនគ្រប់គ្រាន់តាមធ្វើដំណើរជីឡានយើងអុកអញ្ចឹងជួនកាលវាអាចគ្រោះនោះវាអាចចេញមកដល់ចេញមកដល់ក្នុងអាផ្លូវបង្ហួរនោមហ្នឹងចេញទៅជាសញ្ញាមួយអ្នកជំងឺឈឺចុកចាប់មិនអាចទ្រាំបានហ្នឹងគេឈឺចុកចាប់នៅម្ដុំតាណាទៅដែលយើងអាចការឈឺចុកចាប់ដែលបង្កដោយគ្រោះនៅក្នុងតម្រងនោមយើងហៅថា colic nephritic ហ្នឹងគឺជាការឈឺចុកចាប់នៅតាមបណ្ដោយជាពិសេសគឺភាគច្រើនតែមួយចំហៀងពីព្រោះវាមានបញ្ហាមួយចំហៀងហើយឈឺចុកចាប់ហ្នឹងគឺនៅតំបន់ចង្កេះយើងនេះហ្នឹងហើយខាងឆ្វេងឬខាងស្ដាំទៅតាមមូលហេតុតើគ្រោះហ្នឹងមានបញ្ហាទៅស្ទះនៅខាងស្ដាំឬខាងឆ្វេងហើយនៅផ្នែកខាងពោះផ្នែកនំចង្កេះពោះហ្នឹងឲ្យចាក់តម្រង់មកប្រដាប់ភេទបានឲ្យឈឺសំយ៉ុងចុះមកក្រោមចុះមកក្រោមតែម្ដងហើយការឈឺចុកចាប់ហ្នឹងមានលក្ខណៈជាការឈឺចុកចាប់ពិបាកទ្រាំឈឺចុកចាប់ខ្លាំងហើយឈឺជារាល់ថ្ងៃឬក៏ម្ដងម្កាលការឈឺចុកចាប់ហ្នឹងគឺឈឺនៅពេលណាដែលមានការគេហៅថាគ្រោះដែលនៅក្នុងតម្រងនោមតែម្ដងភាគច្រើនមិនបង្កឲ្យមានការឈឺចុកចាប់ទេប៉ុន្តែមានការឈឺចុកចាប់នៅពេលដែលគ្រោះហ្នឹងចេញពីក្នុងតម្រងនោមចូលមកតាមបង្ហួរនោមចាពីព្រោះនៅក្នុងបង្ហួរនោមតូចដល់ពេលយើងគ្រោះនឹងចេញមកវាស្ទះពេលនឹងស្ទះដែលបង្កឲ្យមានការឈឺចុកចាប់បានន័យថានៅពេលដែលបត់ជើងតូចនឹងឯងគឺដែលអ្នកជំងឺគាត់ឈឺខ្លាំងមែនទែនឬក៏យ៉ាងម៉េចមិនពាក់ព័ន្ធរឿងការបត់ជើងឬមិនបត់ជើងទេគឺពាក់ព័ន្ធតែរឿងនៅពេលដែលគ្រោះនឹងចេញពីតម្រងនោមចូលមកក្នុងបង្ហួរនោមវាច្រើនធ្វើស្ទះ
ដល់ពេលស្ទះទៅធ្វើឲ្យមានការឈឺចុកខ្លាំងហើយការឈឺចុកចាប់ហ្នឹងវាអាចមានផ្សំទាំងជាងការយើងឃើញមើលពេលយើងបាត់ជើងតូចទៅមានទាំងទឹកនោមលីឈាមបើសិនជាវាតូចវាអាចចេញមកជាមួយដែរធម្មតាគ្រោះនៅក្នុងតម្រងនោមប្រមាណ 70% អាចចេញបានពេលដែលយើងបាត់ជើងតូចហ្នឹងហើយភាគច្រើនអ្នកជំងឺខ្លះអាចដឹងហើយមានអារម្មណ៍ថាហាក់ប្រៀបដូចជាមានអ្វីមួយជាសារធាតុខាងក្រៅមួយធ្វើឲ្យឈឺហើយយើងបាត់ជើងតូចយើងប្រឹងមកយើងចេញមកតែម្ដងហ្នឹងយើងមាននៅពេលណាដែលតូចប៉ុន្តែគ្រោះខ្លះវាមានទំហំធំដែលយើងមិនអាចបាត់ជើងមកជាមួយបានដូច្នេះវាមានបញ្ហាច្រើនដែរគ្រោះហ្នឹងចាស់គ្នាខ្ញុំសូមត្រឡប់មកសួរបន្តិចពីបញ្ហាថាគ្រោះនៅក្នុងតម្រងនោមបើសិនជាវានៅក្នុងតម្រងនោមតែម្ដងយើងអត់មានផ្ដល់ការឈឺចាប់រំខានអីទេធម្មតាភាគច្រើនមិនមានជារោគសញ្ញាអ្វីមែនប៉ុន្តែបើសិនជាគ្រោះនឹងប្រភេទគ្រោះមួយចំនួនដូចជាគ្រោះ Calculariform វាធំក៏វាអាចបង្កមានបញ្ហាដែរចាហើយកាលណាយើងបង្កជាបញ្ហានៅក្នុងតម្រងនោមហើយភាគច្រើនគឺក្នុងកម្រិតមួយធ្ងន់ធ្ងរតែម្ដងកាត់ពេលខ្លះយើងអាចរហូតដល់កាត់តម្រងនោមមួយចោលតែម្ដងហ្នឹងវាជាដំណាក់កាលមួយដែលចុងក្រោយចានាងខ្ញុំមានសំណួរមួយដូចជាឆោតដែរអំបញ្ញមិញលោកគ្រូពេទ្យមានប្រសាសន៍ថាគេប្រៀបប្រដូចទៅនឹងទឹកនោមទៅនឹងទឹកស្ករនៅក្នុងកែវមួយកំហាត់ជីបស្ករគឺវាអាស្រ័យទៅនឹងបរិមាណទឹកដូច្នេះបើយើងបរិភោគទឹកច្រើនយើងទៅបត់ជើងក៏ញយនោះទឹកនោមរបស់យើងក៏មិនសូវមានកំហាត់ដែរមិនថាអញ្ចឹងឬលោកវិជ្ជបណ្ឌិតចាអាហ្នឹងគឺពិតជាត្រឹមត្រូវជនដែលមានបញ្ហាគ្រុនតម្រងនោមគឺត្រូវការផឹកទឹកឲ្យបានច្រើនចាថាទឹកជប់ប្រមាណថាទឹកនឹងកកវិញថាតើវាអាចទៅជាចូលរួមចំណែកឲ្យមានកកនៅក្នុងតម្រងនោមដែរទេបញ្ហានេះវាជាបញ្ហាមួយដែលយើងកើតមាននៅប្រទេសកម្ពុជាយើងព្រោះធម្មតាយើងប្រើពាក្យថាទឹកសម្រាប់យើងបរិភោគគឺទឹកហ្នឹងហៅទឹកពូតាជាទឹកដែលយើងស្អាតយើងអាចបរិភោគបានសម្រាប់ខ្ញុំចង់និយាយបែបនេះប៉ុន្តែក៏មានទឹកមួយចំនួនដែលមានសារធាតុគេហៅថាសារធាតុអ៊ីយ៉ុងមួយចំនួនច្រើនទឹកនឹងផងដែរឧបមាទៅដូចជានៅក្នុងទឹកសុទ្ធមួយចំនួនមានជាតិកាល់ស្យូមច្រើនគឺបានន័យថាគេប្រើប្រាស់ទឹកហ្នឹងសម្រាប់បុគ្គលមួយចំនួនដែលខ្វះកាល់ស្យូមប៉ុន្តែក្នុងហ្នឹងក៏សម្រាប់បុគ្គលដែលមានបញ្ហារឿងកាល់ស្យូមគឺយើងអត់ត្រូវប្រើប្រាស់ដែរចង់និយាយថាប្រៀបធៀបដោយស្រុកខ្មែរយើងដែលមានបញ្ហាប្រើប្រាស់ទឹកអណ្ដូងនេះទឹកអណ្ដូងហ្នឹងឯងដែលវាមានសារធាតុរឹងមួយចំនួនច្រើនក្នុងហ្នឹងវាមានកាល់ស្យូមក្នុងច្រើនដូច្នេះកម្រិតកាលណាយើងប្រើប្រាស់ទឹកដែលមានជាតិនឹងច្រើនក៏ហាក់ប្រៀបបីដូចជាយើងបង្កឲ្យសារធាតុនឹងមានបញ្ហាច្រើនដែរហើយក៏ជាប្រភពដែលធ្វើឲ្យមានគ្រោះក្នុងដំណងនោមនេះតែម្ដងចាបាទនៅពេលដែលមានគ្រោះនឹងហើយតែយើងវាអាចបង្កទៅជាផលវិបាកអ្វីខ្លះទៅទៀតផលវិបាកទី1គឺដូចយើងជំរាបពីមុនដំបូងអញ្ចឹងគឺបើសិនជាមានការគ្រោះនឹងចេញមកខាងក្រៅតម្រងនោមចូលមកក្នុងតាមបង្ហួននោមវាបង្កមានការឈឺចុកចាប់ទី1ដែលធ្វើអ្នកជំងឺទ្រាំមិនបានជំងឺគឺទ្រាំមិនបានតែម្ដងឈឺខ្លាំងតែម្ដងដំណាក់កាលទី1ហើយការនៅពេលណាដែលគ្រោះនឹងស្ទះបង្ហួរយោនោមយើងហ្នឹងមានស្ទះខ្លះស្ទះមិនដូចថាស្ទះដែរតែយើងអាចមានទឹកនោមចេញមកបានខ្លះតម្រងនោមដែលមានបញ្ហាគឺចាប់ដើមអាផ្លូវតម្រងនោះឡើងធំម្លេចប៉ោងអីចឹងទៅដោយសារទឹកនោមនៅក្នុងចាល់នៅក្នុងច្រើនកាលណាទឹកនោមចាល់នៅក្នុងនឹងកម្រិតច្រើនទៅយើងមិនបានធ្វើការព្យាបាលតាន់ពេលវេលាវាធ្វើឲ្យតម្រងនោមផ្នែកដែលមានបញ្ហាវាទៅជាខ្សោយហើយបើសិនជាយើងធ្វើការព្យាបាលមិនតាន់ពេលវេលាយើងអាចគ្រោះថ្នាក់ខូចតម្រងនោមមួយចំហៀងតែជាងកាលណាខូចតម្រងនោមមួយត្រូវតែវះកាត់ចោលតែម្ដងគុណច្រើនដូច្នេះនាងខ្ញុំសូមថ្លែងអំណរគុណលោកវិជ្ជបណ្ឌិតដែលបានអញ្ជើញមកដល់ studio របស់ Visu RFI ផ្ទាល់តែម្ដងសូមបញ្ជាក់ថាលោកវិជ្ជបណ្ឌិតនឹមសុជនគឺជាគ្រូពេទ្យឯកទេសផ្នែកជំងឺតម្រងនោមហើយបច្ចុប្បន្ននេះកំពុងតែធ្វើកម្មសិក្សានៅឯមន្ទីរពេទ្យ Bichat នាទីក្រុងប៉ារីសអរគុណចា៎